សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូបន្ទាប់ឬក៏មេរៀនថ្មីដែលយើងនឹងមើលអំពីការប្រើប្រាស់ OPG ដើម្បីចូលសារនៅក្នុងទម្រង់ CRT អញ្ចឹងនៅក្នុងមេរៀននេះគឺយើងនឹងធ្វើការប្រើ OPG ដើម្បីធ្វើការ entry នៅពេលដែលយើងចាប់ជាទម្រង់ CRT ខ្ញុំមានជាមួយនឹង4ចំណុចនេះដោយទី1គឺយើងធ្វើការចាប់ជាមួយនឹង CRT structure សិនដោយយើងមានជាមួយនឹង candle rank ដែលយើងបានរៀនពីវីដេអូទី1ហ្នឹងយើងចាំឲ្យវាធ្វើការ sweep ទៅលើ high ឬក៏ low ហើយយើងធ្វើការរងចាំឲ្យវាចេញ structure ហើយចំណុចទី2គឺយើងរងចាំឲ្យ market វាបង្កើតជា UPG នៅក្នុង lower time frame អញ្ចឹងគឺយើងត្រូវរងចាំឲ្យ market វាបង្កើតចេញជា UPG ឬក៏ fair value gap ហ្នឹងនៅក្នុង lower time frame បន្ទាប់មកទៀតគឺយើងធ្វើការ entry នៅកន្លែង fair value gap ហ្នឹងហើយចំពោះទី4គឺយើងអាចយក target ដែលខ្ញុំបានបង្ហាញហ្នឹងគឺអាចយក target 50%នៃ CRT ហ្នឹងឬក៏យកជាកន្លែង CR high ឬក៏ candle rank low តែម្ដងក៏បានដែរចំពោះកន្លែង target នេះទៀតសោតខ្ញុំចង់ប្រាប់អ្នកគ្នាមួយថានៅក្នុង CRT គឺពេលខ្លះ market គឺវាបានទៅយកតែ50% នៃ candle rank យើងទេវាអាចទៅយកដល់ជាមួយនឹង liquidity ដូចជា CRT high ឬក៏ CRT low តែម្ដងទេវាយកបានត្រឹមតែ50% ដែលវាអាចធ្វើការចុះមកវិញហើយអញ្ចឹងខ្ញុំសូម recommend អ្នកគ្នាចំពោះបើអ្នកគ្នាធ្វើការ trade តាម flow ឬក៏ trade follow ជាមួយនឹង trend គឺយើងអាចធ្វើការយកដល់ CRT high candle rank high ឬក៏ candle rank low បានប៉ុន្តែបើយើង trade ជាមួយនឹងបញ្ច្រាស់ flow ចំពោះ CRT ហ្នឹងគឺយើងអាចយកត្រឹមតែ50% គឺអូខេហើយចាឥឡូវយើងចូលទៅកាន់ market ទាំងអស់គ្នាតើឥឡូវយើងបានចូលមកកាន់ជាមួយនឹងទីផ្សារដែលនៅក្នុង time frame 1ម៉ោងយើងមកមើលទាំងអស់គ្នាដោយយើងទី1គឺយើងត្រូវចាប់ទម្រង់ CRT មកយើងឃើញកន្លែងនេះវាជាគេវាជាទម្រង់ CRT ត្រូវអត់យើងឃើញថាទីផ្សារយើងបានចាប់កន្លែងនេះជា CRT នៅក្នុង time frame 1ម៉ោងអញ្ចឹងនៅពេលដែល candle ទី2វាបានបើកមកឃើញវាផ្ដាច់ជាមួយនឹងអីគេវាផ្ដាច់ជាមួយនឹងlow ត្រូវអត់អញ្ចឹងអាខាងក្រោមនេះយើងចាប់ជាគេយើងដាក់វាសិនមកជា CRL candle rank low ហ្នឹងហើយខាងលើនេះខ្ញុំសូមដាក់ឈ្មោះថាជា CR5 ក៏ candle rank high អញ្ចឹងយើងឃើញថាបន្ទាប់ពីយើងបានចាប់ជាមួយនឹង CRT ហ្នឹងហើយយើងរងចាំឲ្យ candle ទី2នេះវាបានបើកមកវាបានផ្ដាច់ជាមួយនឹង CRL ឬក៏ candle rank low អញ្ចឹងនៅពេលដែលវាបានផ្ដាច់ជាមួយនឹង CRL យើងឃើញថាវាបានចុះមកប៉ះជាមួយនឹង key level ខាងក្រោមនេះអានេះជា key level ហើយអ្វីដែលយើងរងចាំ confirm ចំពោះ CRT គឺរងចាំឲ្យ candle ទី2នេះធ្វើការបិទ candle និយាយវាបិទ candle នៅក្នុង rank របស់ candle ទី1នេះនៅក្នុង CRT rank ហ្នឹងអញ្ចឹងយើងអាចធ្វើការចូលទៅកាន់time frame តូចឬក៏ lower time frame ដើម្បីធ្វើការ entry បានហើយអញ្ចឹងយើងបានប៉ុណ្្នឹងហើយយើងចូលទៅកាន់ time frame 5នាទីដោយសារតែយើងមើល CRT នៅក្នុង time frame 1ម៉ោងអញ្ចឹងយើងចូលមកកាន់5នាទីមកអូខេឥឡូវយើងបាន switch មកកាន់ time frame 5នាទីហើយយើងខ្ញុំសូមដាក់វាឲ្យល្អជាងហ្នឹងឲ្យស្អាតជាងហ្នឹងនេះជា CRT high អានេះគឺជា CRL ឬក៏ CR low អញ្ចឹងយើងឃើញថានៅក្នុង time frame 5នាទីយើងមានជាមួយនឹងអីគេយើងមានជាមួយនឹងផ្សារវាបានធ្វើការប៉ះមួយ key ទៅអត់វាប៉ះមួយ key ហើយវាធ្វើការឡើងទៅវិញហើយអញ្ចឹងនៅពេលដែលវាឡើងទៅវិញគឺយើងអត់ទាន់អាចធ្វើការ entry ចូលភ្លាមទេគឺយើងរងចាំឲ្យវាបង្កើតទៅជា OVG ដែលយើងបានរៀនពីវីដេអូមុនហ្នឹងអញ្ចឹង CRT គឺវាបែបហ្នឹងគឺវាមកប៉ះជាមួយវាមកផ្ដាច់ជាមួយនឹង low ហើយគឺយើងរងចាំឲ្យវា confirm ដើម្បីធ្វើការ buy ទៅយកជាមួយនឹង high វិញអញ្ចឹង confirm របស់យើងនៅក្នុងវីដេអូនេះគឺ confirm ជាមួយនឹង OVG យើងឃើញថាមួយណាជា OVG នេះអ្នកគ្នាឃើញកន្លែងនេះឯងវាសល់ជាគេវាសល់ជា gap អញ្ចឹង gap មួយហ្នឹងយើងហៅវាថាជា
fair value gap ឬក៏ OVG អញ្ចឹងយើងរងចាំមកវាបង្កើតជាមួយកន្លែងហ្នឹងបន្ទាប់ពីវាបង្កើត OVG ហើយឥឡូវខ្ញុំសូមដាក់ឈ្មោះវាសិនOVG អញ្ចឹងវាបានបង្កើតជាមួយនឹង OVG ហើយ so អ្វីដែលយើងត្រូវធ្វើគឺយើងធ្វើការរងចាំឲ្យសារវាមកប៉ះជាមួយ OVG ឬក៏មក fail ជាមួយនឹង OVG កន្លែងហ្នឹងហើយយើងធ្វើការ entry នៅ OVG ហ្នឹងតែម្ដងឥឡូវវាបានចុះមក fail មួយ OVG អញ្ចឹងយើងធ្វើការ entry នៅកន្លែងហ្នឹងហើយ SL របស់យើងគឺយើងដាក់នៅ low នេះហើយ TP របស់យើងគឺយើងយកត្រូវ CRT ហើយអញ្ចឹងគឺយើង play បែបហ្នឹងជាមួយនឹងការប្រើប្រាស់ជាមួយនឹងOVG ដើម្បីធ្វើការ entry ជាមួយនឹង candle rank theory អាហ្នឹងគឺយើងលេងបែបហ្នឹងណាអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចធ្វើការយកវាទៅ back test បន្ថែមទៀតបានអានេះខ្ញុំបានបង្ហាញអ្នកគ្នាតែមួយកន្លែងហ្នឹងទេអ្នកគ្នាអាចធ្វើការ back test ជាមួយនឹង market ចាស់ៗផ្សេងទៀតបាន so ត្រឡប់មកវិញចំពោះការ entry confirm ជាមួយ OVG ទី1គឺយើងធ្វើការចាប់ជាមួយនឹងCRT structure ហើយយើងមើលថាតើវាផ្ដាច់ជាមួយនឹង CRT high ឬក៏ CRT low បើវាផ្ដាច់ low យើងធ្វើការ buy ទៅយក high បើវាផ្ដាច់ high យើងធ្វើការ sell មកយក low វិញប៉ុន្តែយើងត្រូវ confirm នៅក្នុង time frame 5នាទីដែលយើងរងចាំឲ្យវាបង្កើតជា fair value gap ឬក៏ OVG ដើម្បីយើងធ្វើការ entry នៅកន្លែងហ្នឹងទៅចំពោះការប្រើប្រាស់ជាមួយនឹង CRT ដែល combine គ្នាជាមួយនឹង fair value gap ឬក៏ OVG គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាសង្ឃឹមថាអ្នកគ្នានឹងធ្វើការ back test ពីវាឲ្យបានច្រើនហើយជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតអរគុណអ្នកគ្នា